ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺញោមស្ដៅថ្ងៃនេះគឺខ្ញុំមានកំពឹសជាមួយនឹងសាច់ជ្រូក3ជាន់ណាបងប្អូនហើយកំពឹសថ្ងៃនេះគឺខ្ញុំទិញមកល្អមែនតើបងប្អូនអើយអ្នកលក់ប្រាប់ថាកំពឹសគេហៅកំពឹសតណើបណាបងប្អូនហើយកំពឹសហ្នឹងគឺវាសាច់ទុនហើយទូទេបងប្អូនអើយតែសិតតប៉ងហើយយកមកដូចអ្នកលក់ប្រាប់មែនគឺឆ្ងាញ់មែនតើបងប្អូននេះបងប្អូនឃើញទេកំពឹសនេះឡងតុនហើយទូតែស្ដាប់ពងឲ្យខ្ញុំទិញមកនៅរស់ចឹងណាបងប្អូននេះនិយាយទៅល្អខ្លាំងណាបងប្អូនអើយនិយាយទៅគាត់ជួនអីយើងទៅផ្សារទិញបានអាកំពឹសហ្នឹងនិយាយទៅបងប្អូនចំណាំមើលអាកំពឹសហ្នឹងយើងយកមកញោមអីក៏ឆ្ងាញ់ដែរឬយកមកយើងបុកកំពឹសលោតអីក៏ឆ្ងាញ់ដែរណាហើយនេះគ្រឿងញោមរបស់យើងនេះមានសាច់3ជាន់កំពឹសហើយសម្រាប់បន្លែនេះខ្ញុំមានទឹកសក់ប៉េងប៉ោះខ្ទឹមការ៉ុតឆៃថាវហើយតួអង្គសំខាន់ថ្ងៃហ្នឹងគឺស្ដៅនឹងឯងហើយស្ដៅយើងទិញមកហ្នឹងគឺយើងស្រោះវាអញ្ចឹងណាបងប្អូនហើយគ្រឿងក្រូចយើងធ្វើឲ្យយើងដាក់វាទុកក្បែរដៃអញ្ចឹងទៅពេលដែលយើងបេះស្ដៅបេះអីហើយយើងដាក់ច្បល់យកមកអញ្ចឹងណាហើយតួអង្គសំខាន់ជាងគេនេះគឺទឹកប្រហុកបងប្អូនទឹកប្រហុកហ្នឹងគឺខ្ញុំដាក់អំបិលទុំជាមួយនឹងស្ដាន់បន្តិចហើយដាក់ស្ករប៊ីចេងចូលក្នុងទឹកប្រហុកហ្នឹងឲ្យយើងភ្លក់ទៅចាប់ជាតិគ្នាល្មមហើយចាំយើងធ្វើការច្បល់គ្រឿងណាបងប្អូនបន្ទាប់ពីយើងរៀបចំដាក់ចូលហើយយើងច្បល់វាអញ្ចឹងណាបងប្អូនយើងដាក់បន្លែប្លុករបស់យើងដែលយើងផ្សំហើយនឹងដាក់ចូលមកបន្ទាប់ហើយយើងភ្លេចដាក់ខ្ទឹមក្រហមជាមួយនឹងម្ទេសបងប្អូនហើយយើងភ្លក់នៅរសជាតិដែលយើងចង់បានហើយបើសិនជាវាបើសម្រាប់ខ្ញុំនេះខ្ញុំស្ទើរជូរខ្ញុំក៏ថែមក្រូចឆ្មា2 3ចំណិតទៀតអញ្ចឹងណាបងប្អូនហើយមើលបងប្អូនតំណងហ៎អានេះកាត់តវីដេអូមុនក្រោយបន្តិចនេះខ្ញុំនិយាយថាកំភ្លេចខ្ទឹមក្រហមជាមួយម្ទេសបងប្អូនហើយខ្ញុំភ្លក់ពេលហ្នឹងខ្ញុំភ្លក់ឲ្យនេះឲ្យស្ដេចដីអីហ្នឹងកូរវាទៅបងប្អូនអើយនិយាយទៅកូវិតហើយថ្ងៃនេះជាស្រ័យផងមានដាក់ឆ្នាំងទៅបដ ாய் ទៅបងប្អូនរសាររីងច្រើនដែរដំបងក៏ថាន់តិចទេដល់មានដែរបងប្អូនអើយគ្រឿងក្រូចវាច្រើនទៅមានតែដាក់ឆ្នាំងនឹងឯងហើយមានទេថ្ងៃនេះញ៉ាំតែស្ដៅនឹងទេអត់ញ៉ាំបាយទេព្រោះនឹកឃើញរដូវកាលឥឡូវគឺស្ដៅបងប្អូនអញ្ចឹងយើងញ៉ាំអត់ទាន់រដូវកាលវាអត់ថ្នាំទេតែអញ្ចឹងណាហើយនេះចាំកាលបងប្អូនអើយជាស្រ័យផងដោយសារតែនិយាយទៅរៀនកាត់តវីដេអូដំបូងដែរហើយខ្ញុំនិយាយពីអារម្មណ៍ពិតគឺញ៉ាំទៅឆ្ងាញ់មែនតើថ្ងៃនេះដោយសារតែយើងថែមមានខ្ទឹមមានអីទៅវាចាប់ជាតិគ្នាបងប្អូនហើយជាពិសេសគឺយើងបានកំពឹសមកល្អទៀតចឹងណាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនា channel របស់ខ្ញុំមិនសិនជាចូលចិត្តសូមជួយ subscribe channel របស់ខ្ញុំទៀតដើម្បីខ្ញុំមានវីដេអូបន្តជូនបងប្អូនទៀតអញ្ចឹងណាហើយបើសិនជាមានចំណុចណាមិនគួរគប្បីក៏សូមខន្តីអភ័យទោសពី channel ខ្ញុំផងអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាមវីដេអូដល់ចប់សង្ឃឹមថាការទស្សនាការ subscribe របស់បងប្អូនគឺជាការជំរុញទឹកចិត្តរបស់ខ្ញុំដើម្បីឲ្យខ្ញុំមានវីដេអូបន្តទៀតបងប្អូនហើយនិយាយទៅអស់ទៅនេះថ្មីដំបូងដែរអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូន